sầm đáy ai sầm đáy ban bong sầm đáy ban bong sơn sầm đáy ban cho chất sầm đáy ấy cho chất sầm đáy chỉ tua cầm sót mỏng sọt khăn mỏng hay chná mỏng chaแล้วบอยสำแดงตัวเย่ai bong แล้วบองไอจับไรกูชนะตัวชนะตัวเย่ทางนี้คือทางที่จะเจาะเลือดเนกไก่เนกบางทีก็ถือการชนะเบาตัวยังคลายหรอจ้าแล้วจังชนะฮะจ้าไอได้กูสำแดงมวยบองจังดังเท่าสมัครพี่บอยอย่างน่าแล้วจ้าสมเจยนั่นเนี่ยยมส้มซูมวยบ้านอ๋อช่วยเก๋เนี่ยดังเต้ท่ารอดไงนี่กับปงแต่บรรดาไปได้เนี่ยนะไปได้พ่อหยงให้ได้กันยังเยอะจังก็จีสวาไม่บอกยมอะสวาไม่เนี่ยจ้าเนียงมามองจ้ายมเต๋ออยู่ว่าไงก็เจนจะเฟื่อก้าก็ลุยมีหนึ่งไอ้บ่หนึ่งไอ้ดังให้หนึ่งไอ้ชบแต่ตัวไปบ้านยมตั้งเนียงเหมยจะบ้าnhom á hủ hiển nhom xa rồi bên đang đây trong trường đo lừa có bao rồi bên đây này nhưng mà chắc đây những ai mà hỏi nhom họ ngay nè nhom xong phần biên những ai sẽ ba chắc bị khai đi tới những ai chụp kẹt toán spam mây được bọc nhom bên những anh xong của biển dương á những ai được phải bên đây những ai cũng ai mà hỏi dương tiếc là đang chọt hai cả con xong trên phải ôn từng pi can ti cái lái này con trong pua phiệp khla han rồi bao ôn từng pi đòi hiên bằng han piสมรรถភាពរបស់ខ្លួនដោយមិនបានទទួលការវឹកហាត់តទៅសោះនេះគេហៅថាភាពក្លាហានហើយការឡើងដោយចៃដន្យហើយសំខាន់តែផ្នែកទោសនៅក្នុងការប្រើពាក្យពេចន៍ដោយមិនពីរោះចាព្រោះថានេះគឺជាសវត្ថិភាពបងប្អូនដែលគាត់ចង់បង្ហាញពីសវត្ថិភាពរបស់គាត់ចាហើយការប្រើពាក្យពេចន៍រមែងតែមានការឡើងដោយមិនពីរោះចាសំខាន់តែផ្នែកទោសជីវិតផងនឹងចាំផ្លាយទៅទីតួឆ្នះហ្នឹងណាចាចឹងចាឆ្នះមិនតន់ដល់តែបើសិនជាយើងបានទទួលការប្រកាសបន្ថែមទៀតយើងប្រកាសជាឆ្នះដល់ចាគាត់អាចទៅចាទឹកមុខគាត់ให้សម្លេងគាត់ព្រោះសម្លេងគាត់រៀងព្រោះចឹងទៅបើខាងនេះមុខគាត់លឿនហ្មងលឿនស្គិបផ្នែករឿងឌៀងបើហាឌៀងដាក់អីទៅវិញទៅមកហ្នឹងលឿនហ្មងចាអញ្ចឹងទៅឲ្យគាត់ដើរតួមិញហ្នឹងរៀងត្រូវទេទៅចាអរគុណចំពោះបងអូនហើយបន្ទាប់ពីគោលការណ៍របស់បងអូនស្រីទាំងពីរដែលគាត់ចង់បានចុះបងអូនស្រីវិជ្ជនីវិញអត់ចង់ខ្លាយទៅជាតារាសម្ដែងអីទេស្រឡាញ់នៅបងប៉ុន្តែអត់សូវមានដងចាខាងសម្ដែងហើយជុតចិត្តឃើញគេសម្ដែងយើងជុតចិត្តឃើញគេសម្ដែងចូលចិត្តបងចាប៉ុន្តែឲ្យទៅសម្ដែងខ្លួនឯងទៅរួចទេទៅរួចតែដូចអត់ឆ្កងចាណាមើលទៅគឺដូចមិនសមនៃគេណាចាបងចាអរគុណចំពោះវត្តមានបងអូនស្រីទាំងអស់គ្នាដែលផ្ដល់ឱកាសនៃការចូលរួមសម្រាប់កម្មវិធីរបស់បងនៅក្នុងថ្ងៃនេះស៊ីតាន21ហើយលោកអ្នកបានឃើញសម្ផស្សដ៏ស្រស់ត្រកាលចំពោះវត្តមានបងអូនស្រីទាំង5រូបនៅក្នុងកម្មវិធីរបស់នាងខ្ញុំធ្លាប់តែលោកអ្នកបានឃើញចារូបភាពបងអូនស្រីនៅលើទំព័រទស្សនវិស័យធម្មជាតិសម្រាប់នៅក្នុងថ្ងៃនេះបង្ហាញទាំងរូបភាពបង្ហាញអំពីចំណងចំណូលចិត្តនៃសិល្បៈគោលការណ៍នីមួយៗដែលពួកគាត់ទាំងអស់គ្នាចង់បានហើយក៏ដូចជាពួកគាត់ទាំងអស់គ្នាកំពុងតែមានការវិវត្តទៅមុខបន្ថែមទៀតដែលតកតងខាងផ្នែកវិស័យសិល្បៈជាពិសេសទៅទៀតអ្វីដែលគោលការណ៍ដែលយើងចង់បានគឺថ្ងៃអនាគតរបស់យើងក្រៅពីសិល្បៈថាតើយើងនឹងមានបំណងចង់ធ្វើអ្វីហើយជោគជ័យទាំងអស់នេះលើអ្នកទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតណា